បាទថ្ងៃនេះក៏ខ្ញុំមកនិយាយរឿងខ្លះៗបាទខ្ញុំធ្លាប់រន្ទះលក្ខណៈថារន្ទះបាញ់ម្ដងដែរបាទហ្នឹងហើយកាលពី2010ម៉ាននេះ2019អញ្ចឹងណាហ្នឹងហើយកាលហ្នឹងក៏ខ្ញុំនៅផ្ទះទេកាលហ្នឹងខ្ញុំអត់ដឹងមកធ្វើការធ្វើអីទេបាទហ្នឹងហើយក៏លក្ខណៈថាបើខ្ញុំអង្គុយនៅកន្លែងតសកណ្ដាលអញ្ចឹងបងប្អូនបាទហ្នឹងហើយក៏អស្រាប់តែពេលមួយភ្លៀងបាទភ្លៀងក៏ខ្ញុំអង្គុយកន្លែងតសកណ្ដាលហ្នឹងផ្ទះផាំងបាទខ្ញុំឃើញភ្លើងចេញមកពីដីហ្មងបាទខ្ញុំឃើញដូចគ្រាប់វាប៉ុណ្ណឹងក៏ផ្លូវបាទចេញមកប៉ុន្តែខ្ញុំលក្ខណៈថាខ្ញុំលោតតន់ណាហ្នឹងហើយនៅលោតតន់ទៅដឹងគ្រាប់នៅតាណាបងប្អូនឆ្ងល់មែនតើដឹងវារត់តាណាវាគ្រាប់នោះប្រហែលជាទៅបាញ់ចាប់ព្រឹកឡើងឃើញបាញ់កន្លែងផ្សេងអញ្ចឹងឆ្ងាយពីខ្ញុំប្រហែលជា1គីឡូដីអញ្ចឹងអាហ្នឹងឆ្ងាយអាហ្នឹងខ្លាំងបងប្អូនបាទហើយបំរាមបាទពេលយើងភ្លៀងយើងអីបាទយើងសងំមែនតើបាទហ្នឹងហើយត្រូវសងំបាទកុំកាន់របស់ស្រូបកុំកាន់លក្ខណៈថារបស់ដែលមានជាតិដែកជាតិអីហ្នឹងហើយយើងត្រូវយកឆ្ងាយពីខ្លួនបាទហ្នឹងហើយក៏អារឿងផ្ទះនោះមួយគឺមើលមិនចំទេបងប្អូនបាទគឺបាញ់អាហ្នឹងបាញ់គ្មានរើសមុខទេបាទហ្នឹងហើយកាលហ្នឹងខ្ញុំធ្លាប់ឮលក្ខណៈអ្នកមានរិទ្ធទៅចាប់ខ្យងអញ្ចឹងហ្នឹងហើយក៏បាញ់អ្នកមានរិទ្ធស្លាប់ទៅបាទហ្នឹងហើយក្មេងប៉ុណ្ណឹងខ្ញុំឯដែរក៏បាញ់ស្លាប់បាទស្លាប់នឹងកន្លែងចាប់ខ្យងអញ្ចឹងហ្នឹងហើយពាក្យមួយគឺលក្ខណៈថាបងប្អូនត្រូវប្រយ័ត្នអញ្ចឹងពេលភ្លៀងពេលផ្គរអញ្ចឹងពេលមេឃក្តៅអញ្ចឹងផ្ទះសាហាវមែនតើបាទខ្ញុំសុំខ្លាចបាទផ្ទះដកកបាទហើយសូមគោរពលាបងប្អូនបាទហ្នឹងហើយអានេះជាបទពិសោធន៍ខ្ញុំបាទធ្លាប់ផ្ទះបាញ់ម្ដងដែរហ្នឹងហើយក៏សូមជម្រាបលាចាំបងប្អូនចាំរងទស្សនាវីដេអូក្រោយបាទជាមួយខ្ញុំបាទជីវិតអ្នកក្របាទហ្នឹងហើយអរគុណបាទ